global version គឺជាជំរើសទូរស័ព្ទដែលងាយស្រួលប្រើជាងគេវាគ្រាន់តែយើងត្រូវការចំណាយលុយយើងច្រើន China version តម្លៃយើងធូរជាងគេប៉ុន្តែយើងអត់ទទួលបាននៅសេវាកម្ម Google ផ្លូវការកម្មវិធីដំឡើងមកពាក់ព័ន្ធជាមួយនឹងកម្មវិធីចិនរៀងច្រើនហើយយើងត្រូវការដំឡើងនៅ Google Play Store នៅពេលដែលយើង activate ម៉ាស៊ីនឬក៏ reset ម៉ាស៊ីនហើយ notification ការខលចេញចូលអីផ្សេងៗពេលខ្លះវារៀងយឺតនៅពេលដែលកម្មវិធីទាំងអស់ហ្នឹងវាត្រូវការសេវាកម្មពីអ៊ីនធឺណិតដោយសារតែវាត្រូវការ transfer service ពី global ទៅ China ពី China មក global វិញ global firmware ជាចំណុចដែលប្រយ័ត្នត្រង់ថានៅពេលដែលបងប្អូនទិញបងប្អូនត្រូវច្បាស់ថាទូរស័ព្ទហ្នឹង China ជាមួយនឹង global តើវាដូចគ្នា 100% អត់ហើយអ្នកលក់ពិតជាអះអាងថាយើងទទួលបានការ update OTA ពិតប្រាកដមែនអត់បើសិនជា update បានមែនអាហ្នឹងគឺវាជា official global firmware ប៉ុន្តែបើសិនជា update អត់បានមានន័យថា global modify firmware អញ្ចឹងវាអាចនឹងប៉ះពាល់ទៅលើការ update ដោយសារតែ hardware ម៉ាស៊ីនវាខុសគ្នាឬក៏គេធ្វើការផ្លាស់អត់ត្រឹមត្រូវអីចឹងគឺយើងអត់ទទួលបានការ update ទេប៉ុន្តែចំណុចដែលយើងត្រូវប្រយ័ត្នបំផុតគឺ modify firmware ឧទាហរណ៍ដូចជា Oppo Reno 5 5G RAM 16GB memory មួយតេ modify ដើម្បី fake information មានន័យថាកែប្រែព័ត៌មានពិតប្រាកដនៅក្នុងទូរស័ព្ទដំឡើង spec ឲ្យយើងមើលទៅឃើញថាធំប៉ុន្តែជាក់ស្ដែងពេលខ្លះ RAM វា 6GB memory 128យើងដោតចូលកុំព្យូទ័រឬក៏ប្រើប្រាស់កម្មវិធី CPU Z យើងនឹងឃើញថាអូតាមពិតគឺអញ្ចឹងសោះ